ជំរាបសួរបងប្អូនអរគ្នានឹងឲ្យសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនអរគ្នានៅរបៀបផ្ដាច់កម្រង Smart ហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ផ្ដាច់កម្រងរបស់ Smart ណាឧទាហរណ៍ថាពេលដែលបញ្ចូលទៅបងប្អូនអរគ្នាចេះតែកាត់លុយរបស់បងប្អូនអរគ្នាធ្វើឲ្យដូរអត់បានឬមួយក៏បញ្ចូលទៅយើងដូរហើយលេងអត់បានយូរបងប្អូនអរគ្នាចង់ផ្លាស់ប្ដូរប្រើកម្រងផ្សេងអញ្ចឹងទៅហើយពេលដែលយើងបញ្ចូលលុយទៅវាចេះតែដូរលុយឲ្យយើងអូតូអញ្ចឹងយើងអាចផ្ដាច់កម្រងនឹងបានដើម្បីយើងទៅដូរជាមួយនឹងកម្រងផ្សេងវិញបងប្អូនអរគ្នាណាអញ្ចឹងដើម្បីផ្ដាច់កម្រងនឹងបានបងប្អូនអរគ្នាចូលមកកាន់កន្លែងនេះមកបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាចូលមកកាន់កន្លែងហ្នឹងមកយើងទីកន្លែងខលចេញខលចូលហ្នឹងយើងចុចផ្កាយ10 2 0 02 ដើមហើយទ្រូងជ្រូកសំតបងប្អូនអរគ្នាហ្នឹងហើយផ្កាយ12 02 ដើមទ្រូងជ្រូកបញ្ជូនបងប្អូនអរគ្នាណាពេលដែលយើងបញ្ជូននេះបងប្អូនអរគ្នាពេលដែលយើងបញ្ជូនហើយគឺវាលោតផ្ទាំងមួយបែបនេះណាលោតផ្ទាំងមួយបែបហ្នឹងអញ្ចឹងគេដាក់ទី1គេដាក់ថាបង្ហាញឈ្មោះសេវាកម្មទាំងអស់ហើយទី2គេដាក់បញ្ឈប់សេវាកម្មទាំងអស់អញ្ចឹងយើងយកកន្លែងលេខ2មកបងប្អូនអរគ្នាណាចុចលើផ្ទាំងចុចលើផ្ទាំងហ្នឹងគឺពេលហ្នឹងវាលោតផ្ទាំងនេះមកមួយទៀតអញ្ចឹងយើងអាចយកលេខ2ហើយយើងចុចកន្លែងនេះមកបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងពេលដែលយើងចុចហើយវាបាត់មកទុះហើយវាលោតមកទៀតហើយបងប្អូនអរគ្នាណាគេដាក់ថាទី1សេវាកម្ម Digital ហើយទី2គឺសេវាកម្មទូរស័ព្ទអញ្ចឹងបងប្អូនអរគ្នាត្រូវកន្លែងហ្នឹងគឺត្រូវយក2ដងណាអញ្ចឹងបើសិនជាបងប្អូនអរគ្នាយកនេះកន្លែងហ្នឹងលេខ1មកលើហ្នឹងណានេះថាយើងយកលេខ1យើងយកលេខ1អញ្ចឹងហើយយើងផ្ញើសារទៅបងប្អូនអរគ្នាចុចចេះមួយទៀតមកបងប្អូនគេចាំមួយសន្ទុះនេះបើសិនជាបងប្អូនអរគ្នាយកលេខ1គឺបានន័យថាបងប្អូនអរគ្នាបញ្ឈប់សេវាកម្មហ្នឹងហើយអញ្ចឹងដោយសារទូរស័ព្ទរបស់ខ្ញុំគឺជាទូរស័ព្ទរបស់ភ្ញៀវអញ្ចឹងខ្ញុំអត់ត្រូវការផ្ដាច់ទេខ្ញុំគ្រាន់តែបង្ហាញបងប្អូនបើសិនជាបងប្អូនអរគ្នាចង់ផ្ដាច់បងប្អូនអរគ្នាចុចនេះចុចលើផ្ទាំងហ្នឹងមកហើយបងប្អូនអរគ្នាជ្រើសរើសយកលេខ1ហើយបងប្អូនចុចកន្លែងនេះទៅគេនឹងផ្ដាច់ឲ្យយើងហើយបងប្អូនអរគ្នាណាហើយពេលដែលបងប្អូនអរគ្នាផ្ដាច់កន្លែងហ្នឹងហើយបងប្អូនអរគ្នាត្រូវនេះបងប្អូនអរគ្នាយើងត្រូវមកចុចកន្លែងហ្នឹងម្ដងទៀតណាផ្កាយ12 02 ដើមទ្រូងជ្រូកបញ្ជូនបងប្អូនអរគ្នាណាពេលដែលយើងបញ្ជូនគឺដូចមុនដដែលទេបងប្អូនអរគ្នាគឺកន្លែងនេះយើងយកលេខ2មកយកលេខ2នេះយកលេខ2មកយកលេខ2ហើយយើងចុចផ្ញើយ៉ាងទៀតពេលដែលយើងកន្លែងនេះបងប្អូនអរគ្នាគឺកន្លែងមុនគឺយើងយកអាទី1នេះណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនសារនេះគឺបងប្អូនយកកន្លែងលេខ2បងប្អូនអរគ្នាណាយើងយកលេខ2ម្ដងមកយើងយកលេខ2ហើយយើងយកផ្ញើវាបាត់មកសន្ទុះនេះបងប្អូនអរគ្នាឃើញអញ្ចឹងកន្លែងហ្នឹងបងប្អូនអរគ្នាត្រូវយកលេខ1ហើយបងប្អូនអរគ្នាចុចផ្ញើនេះមកបងប្អូនចុចលើហ្នឹងមកហើយយើងចុចយកលេខ1មកហើយផ្ញើទៅបងប្អូនអរគ្នាណាអញ្ចឹងបងប្អូនអរគ្នាកន្លែងហ្នឹងគឺត្រូវចាំបាច់ត្រូវតែចុច2ដងអញ្ចឹងបងប្អូនអរគ្នាណាបើសិនជាបងប្អូនអរគ្នាអត់ចុច2ដងអញ្ចឹងទេគឺអាចនឹងជួបបញ្ហាគឺនៅពេលដែលយើងបញ្ចូលលុយទៅគឺនៅតែកាត់ដដែលបងប្អូនអរគ្នាណាហ្នឹងហើយអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាមានចម្ងល់ឬមួយក៏មានអីធ្វើមិនបានបងប្អូនអរគ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំនឹងព្យាយាមរកវិធីសាស្ត្រណាដែលវាស្រួលជាងហ្នឹងដើម្បីឲ្យបងប្អូនអរគ្នាឬមួយក៏មិនខ្ញុំធ្វើវីដេអូទៅគឺដូចថាមិនគ្រប់ជ្រុងជ្រោយអីអញ្ចឹងទៅបងប្អូនអរគ្នាអាច comment សួរបានហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់